ចាសួស្តីគោរពនិស្សិតទាំងអស់ដែលកំពុងតែស្វែងរកការងារធ្វើជាពិសេសគឺគោរពនិស្សិតទាំងអស់មានប្រាថ្នាបួងសួងចង់ឲ្យជាប់នៅសាលាអន្តរជាតិ JC56 គ្រប់កម្រិតតាមពិតគឺអ្នកគ្រូបើកសាលារៀនគឺដើម្បីជួយធនធានមនុស្សឲ្យមានការងារធ្វើប៉ុន្តែគឺអ្វីដែលអ្នកគ្រូចង់បានត្រឡប់មកវិញគឺគុណភាពក្នុងវិស័យអប់រំអញ្ចឹងអ្នកគ្រូសូមឆ្លើយតបនៅគោរពនិស្សិតជាច្រើនដែលគាត់មិនហ៊ានលះបង់ក្នុងការរៀនវគ្គអំបងគ្រូសាស្ត្រខ្លីដោយគាត់មានបញ្ហាថាគាត់រវល់ច្រើនចា៎ដំណោះស្រាយអ្នកគ្រូសូមបញ្ជាក់ណាយើងទៅរៀននៅទីណាក៏បានដែរយើងធ្វើម៉េចអាចសេរីមកយ៉ាងម៉េចដើម្បីបានរៀនទៅយើងបានចូលបម្រើការងារនៅសាលារបស់អ្នកគ្រូបានហើយនៅពេលដែលយើងបានចាប់វគ្គអំបងគ្រូសាស្ត្រខ្លីឬក៏មានសញ្ញាបត្រយើងគឺជាបុគ្គលិកពេញសិទ្ធិរបស់សាលាអស់មួយជីវិតឧទាហរណ៍ថាថ្ងៃណាមួយយើងរវល់ឬក៏ខែណាឆ្នាំណាយើងបានបរិញ្ញាបត្រក៏ដោយនៅពេលឆ្នាំណាមួយយើងចង់ត្រឡប់មកវិញគឺសាលាទទួលជានិច្ចចា៎អញ្ចឹងហេតុអីបានជាអ្នកគ្រូផ្ដោតទៅលើវគ្គអំបងគ្រូសាស្ត្រខ្លីមានសារៈសំខាន់ឬក៏អ្នកដែលគាត់បានរៀនគ្រូសាស្ត្រហ្នឹងសំខាន់ដោយសារតែយើងសម័យមើលថាឥឡូវយើងធ្វើពេទ្យណាយើងធ្វើពេទ្យហើយបើសិនបើយើងអត់មានសញ្ញាបត្រពេទ្យហើយយើងចង់បើកកន្លែងមួយឬមួយក៏យើងប្រាប់ថាយើងជាពេទ្យតើប្រជាជនមានទំនុកចិត្តក្នុងការព្យាបាលទេបើសិនបើយើងអត់មានជំនាញត្រឹមត្រូវអត់មានវគ្គបណ្ដុះបណ្ដាលអញ្ចឹងក៏ដូចគ្នាដែរសម្រាប់នៅសាលាអ្នកគ្រូទោះបីអ្នកគ្រូផ្ដល់ឱកាសឲ្យនិស្សិតឆ្នាំទី1ទី2ទី3ទី4ចូលធ្វើការបម្រើការងារទាំងពេញម៉ោងទាំងក្រៅម៉ោងនៅសាលាអ្នកគ្រូក៏ដោយដាច់ខាតពួកគាត់ត្រូវតែឆ្លងកាត់វគ្គអំបងគ្រូសាស្ត្រនិងការបង្វឹកផ្ទាល់ពីអ្នកគ្រូដោយសារតែការពង្រឹងគុណភាពនេះគឺអ្នកគ្រូបានបញ្ចូលកម្មវិធី2គឺ Grade A និង Grade A ជំនាន់ថ្មី Grade A ជំនាន់ថ្មីគឺជាកម្មវិធីសិក្សាដែលយើងបញ្ចូលក្នុងកម្មវិធី Three Money និងកម្មវិធីបំណិនជីវិតចាកម្មវិធី Three Money គឺជាកម្មវិធីមួយដែលតម្រូវឲ្យសិស្សចាគាត់ចេះសន្សំលុយចេះដឹងពីផែនការឲ្យទៅថ្ងៃអនាគតហើយកម្មវិធីបំណិនជីវិតគឺជាកម្មវិធីមួយដែលឲ្យសិស្សចេះដឹងគុណឪពុកម្ដាយមានគុណធម៌សិលធម៌សុជីវធម៌និងជាពលរដ្ឋល្អ